សូមជម្រាបសួរលោកស្រីថ្នាក់ដឹកនាំគណៈបកទាំងពីរសូមជម្រាបសួរដល់បងប្អូនជនរួមជាតិអស់លោកស្រីអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាទីមេត្រីថ្ងៃនេះគឺជាផ្នែកមួយនៃទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់អ្នកប្រជាធិបតេយ្យនៅកម្ពុជាការមកជួបជុំគ្នានៅពេលនេះមិនមែនជារឿងចៃដន្យទេប៉ុន្តែវាជាផ្លែផ្កានៃការតស៊ូការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងស្វិតស្វាញបំផុតក្នុងរយៈពេលជិត3ឆ្នាំកន្លងមកនេះអស់លោកស្រីនិងអ្នកសារព័ត៌មានជាទីគោរពបងប្អូនប្រកាសជាចងចាំហើយថាចាប់ពីខែឧសភាឆ្នាំ2023មកយើងបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើនជាពិសេសបញ្ហាប្រឈមផ្នែកច្បាប់និងរដ្ឋបាលដែលបានរារាំងមិនឲ្យយើងចូលរួមការបោះឆ្នោតឆ្នាំ2023ទោះបីជាយ៉ាងនេះក្តីយើងមិនដែលបោះបង់ចោលនៅឆន្ទៈនយោបាយនិងការបដិញ្ញាចិត្តចំពោះម្ចាស់ឆ្នោតឡើយយើងបានឆ្លងកាត់ការពិភាក្សាយើងក៏បានធ្វើសមាជកែសម្រួលលក្ខន្តិកៈនិងការបំពេញគ្រប់គ្រងបែបបទរដ្ឋបាលដើម្បីស្របតាមប្រកាសលេខ3277ប្រករបស់ក្រសួងមហាផ្ទៃស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណៈបកនយោបាយដែលបានចេញពីការខែមីនាឆ្នាំ2025ថ្ងៃនេះគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរបានសម្រេចចិត្តយ៉ាងមុតមាំក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើសម្ព័ន្ធភាពនយោបាយជាផ្លូវការសម្ព័ន្ធភាពនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងពីរដើម្បីជាដង្ហើមរបស់ជាតិនិងប្រជាពលរដ្ឋទន្ទឹមនឹងនេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្នកនយោបាយនានាដែលប្រកាន់ជំហរពង្រឹងនិងលើកស្ទួយលទ្ធិប្រជាធិបតេយ្យពិតប្រាកដផ្សេងទៀតនឹងបន្តចូលរួមជាមួយសម្ព័ន្ធភាពនេះទាំងរូបភាពបុគ្គលនិងបកនយោបាយដើម្បីរួមគ្នាទាំងកាយទាំងចិត្តប្រមូលគំនិតប្រមូលធនធានដាក់ផ្ដុំគ្នាពួតដៃគ្នាប្រយុទ្ធដោះស្រាយបញ្ហាសង្គមដែលយើងកំពុងជួបប្រទះជាក់ស្ដែងដូចជាការឈ្លានពានពីប្រទេសជិតខាងនិងបញ្ហាជីវភាពប្រជាពលរដ្ឋយើងរួមគ្នាដើម្បីចូលរួមពង្រឹងច្បាប់ទម្លាប់ធ្វើឲ្យប្រទេសយើងរុងរឿងជាថ្មីលើកកិត្តិយសជាតិដើម្បីកូនចៅយើងរស់នៅសុខសាន្តជាសង្គមមួយដែលយើងទាំងអស់គ្នាប្រាថ្នាចង់បានបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរមិនត្រឹមតែចុះហត្ថលេខាលើក្រដាស់ស្នាមប៉ុណ្ណោះទេយើងសូមបញ្ជាក់ចំហថាយើងបន្តប្រឹងប្រែងធ្វើសកម្មភាពប្រកាន់ភ្ជាប់នយោបាយសុចរិតផ្អែកលើគ្រឹះរក្សាស្មារតីដើមនៃរៀមច្បងអ្នកនយោបាយប្រជាធិបតេយ្យជំនាន់មុនជាសក្តីភាពដែលលេចឡើងបញ្ជាក់ពីសកម្មភាពកន្លងទៅនេះគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរមានតំណាងជាប់ឆ្នោតជាង2500នាក់រួមទាំងនៅព្រឹទ្ធសភាក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់យើងបានប្រឹងប្រែងបំពេញតួនាទីដើម្បីប្រយោជន៍ជាតិនិងប្រជាពលរដ្ឋទោះជាជួបការលំបាកនិងប្រឈមឧបសគ្គយ៉ាងណាក៏ដោយស្មារតីផ្សះផ្សាតម្កល់កិត្តិយសជាតិជាធំយើងគោរពច្បាប់ជាគោលសម្របសម្រួលធ្វើការជាមួយភាគីពាក់ព័ន្ធគ្រប់នានាការនយោបាយក្នុងនាមជាតិខ្មែរដូចគ្នាតាមរយៈការបំពេញការងារផ្ទាល់ជាក់ស្ដែងនិងហ៊ានរិះគន់លើភាពខ្វះចន្លោះភ្ជាប់ជាមួយដំណោះស្រាយពិតប្រាកដចំណុចនេះសូមបញ្ជាក់ថាការតាមដានការផ្ដល់យោបល់និងការរិះគន់បែបស្ថាបនាដើម្បីប្រយោជន៍ជាតិនៅតែបន្តកាន់តែសកម្មជាងមុនទាំងនេះជាជ្រុងមួយដែលស្ដែងឡើងបញ្ជាក់ពីស្មារតីរួបរวมស្មារតីសាមគ្គីពិតប្រាកដដើម្បីការពារជាតិមាតុភូមិ
ដើម្បីអភិវឌ្ឍជាតិដើម្បីលើកស្ទួយកិត្តិយសជាតិដើម្បីសង្គមជាតិដែលយើងទាំងអស់គ្នាប្រាថ្នាចង់បានខ្ញុំតាំងតែសួរខ្លួនឯងជារឿយៗខ្ញុំសួរខ្លួនឯងសួរសហការីខ្ញុំសួរបងប្អូនប្រជាពលរដ្ឋដែលខ្ញុំបានជួបពិសេសក្រុមយុវជនតើសង្គមបែបណាដែលអ្នកចង់បានសង្គមដូចបច្ចុប្បន្នចង់បានបែបនេះចង់បានបែបនោះការដឹងគោលដៅដែលយើងចង់បានជារឿងសំខាន់មួយហើយដើម្បីសម្រេចបំណងដែលយើងប្រាថ្នាចង់បាននោះយើងត្រូវចាប់ផ្ដើមធ្វើអ្វីដែលយើងអាចធ្វើបានព្រោះពេលវេលាមិនចាំយើងទេការចងសម្ព័ន្ធភាពនៅថ្ងៃនេះជាជំហានថ្មីមួយទៀតនៃការរួបរวมឆ្ពោះទៅរកសង្គមដែលយើងចង់បានលោកស្រីថ្នាក់ដឹកនាំគណៈបកទាំងពីរបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានជាទីមេត្រីជាទីបញ្ចប់ខ្ញុំសូមបញ្ជាក់ថាសម្ព័ន្ធភាពនេះជាធ្វើឡើងដោយតឡាភាពស្របតាមច្បាប់ស្តីពីគណៈបកនយោបាយគណៈបកទាំងពីរនឹងបន្តរក្សានៅនីតិបុគ្គលអត្តសញ្ញាណដាច់ដោយឡែកពីគ្នាស្របតាមប្រការ5និងប្រការ8នៃប្រកាសរបស់ក្រសួងមហាផ្ទៃយើងធ្វើការជាមួយគ្នាដោយស្មារតីសាមគ្គីភាពនិងការជឿជាក់ដើម្បីនាំមកនូវក្តីសង្ឃឹមថ្មីជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនសកម្មជននិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមតស៊ូរក្សាស្មារតីដើមនិងបន្តបេសកកម្មនេះជាមួយគ្នារហូតដល់ថ្ងៃដែលយើងបានកសាងសង្គមមួយដែលយើងប្រាថ្នាចង់បានយើងនឹងធ្វើដំណើរឆ្ពោះទៅមុខជាមួយគ្នាដើម្បីអនាគតភ្លឺស្វាងរបស់កម្ពុជាដើម្បីអនាគតកូនចៅយើងដើម្បីកសាងសង្គមជាតិដែលយើងទាំងអស់គ្នាប្រាថ្នាចង់បានសូមអរគុណ